28 Julia Opur serta dengan microphone. Chief Example, Nick Jury Law, some amount guy, corrupt about some that through I get on to deal, look me up there, net look, slide the naked man to take a back home. Near the lady, Nick Young so look your pretend about Mopay Moon Gagada, my wrong guy find for happy face. Đãធ្វើឲ្យបរិយាកងទ័ពកម្ពុជាជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់និងពលីជីវិតនៅក្នុងសង្គ្រាមការពារទឹកដីនៅសង្គ្រាមដែលថៃបានបង្កនោះធ្វើឲ្យខូចខាតនៅផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាជាច្រើនហើយថៃបានបាញ់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយគ្មានញញើតឡើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចូលទៅប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ីឯកភាពនៅក្នុងការបោះឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025ប៉ុន្តែរឿងរ៉ាវដែលយើងស្មានមកដល់ភាគីថៃចូលមកចាប់វីរៈកងទ័ពកម្ពុជានៅក្នុងទឹកដីកម្ពុជាក្រោយបោះឈប់បាញ់ចូលជាធរមានភ្លាមនៅថ្ងៃទី29ខែកក្កដាឆ្នាំ2025ហើយនៅថ្ងៃទី1ខែសីហាឆ្នាំ2025ភាគីថៃប្រព័ន្ធវីរៈកងទ័ពកម្ពុជាត្រឹមតែ2រូបតែប៉ុណ្ណោះឲ្យឃើញសភាពគាត់ហើយនេះខ្ញុំពិតជាពិបាកទទួលយកខ្លាំងនេះខ្ញុំជួបរីល្អហួរតំណាងឲ្យប្រជាជនកម្ពុជាទាំងអស់សូមស្នើឲ្យភាគីថៃប្រគល់វីរៈកងទ័ពកម្ពុជាទាំង18រូបដើម្បីឲ្យពួកគាត់អាចមកជួបជុំគ្រួសារយ៉ាងសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិឲ្យបានឆាប់រហ័សបំផុតក្នុងនាមប្រជាជនកម្ពុជាក៏សូមអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងមុតមាំទៅលើទាហានថៃដែលបានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃតាមរយៈការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្រុកត្រង់កម្ពុជាបណ្ដាលឲ្យរងរបួសនិងស្លាប់នៅក្នុងព្រៃចន្ទកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025សង្គ្រាមមិនមែនជាដំណោះស្រាយនោះទេការចរចានិងសន្តិភាពទៅជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ប្រទេសទាំងពីរហើយនេះខ្ញុំក៏សូមគោរពសរសើរទៅដល់ភាពអត់ធ្មត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបាននាំមកនូវសន្តិភាពមកជួយប្រទេសកម្ពុជាហើយនេះខ្ញុំក៏សូមគោរពអរគុណទៅដល់ថ្នាក់ដឹកនាំដែលតែងតែខ្វល់ខ្វាយនិងយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋគ្រប់រូបហើយនេះខ្ញុំក៏សូមគោរពអរគុណយ៉ាងអនេកពីចម្ងាយទៅដល់លោកអ៊ំលោកអ៊ុំដែលជាវីរៈកងទ័ពកម្ពុជាជួរមុខទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីសូមបារមីព្រះបរមខ្មែរគ្រប់ចំនួនការពារឃុំក្រុងវីរៈកងទ័ពកម្ពុជាឲ្យឈ្នះអស់នេះសត្រូវទាំងឡាយទាំងពួងមិនត្រូវការសង្គ្រាមកម្ពុជាត្រូវការសន្តិភាព Because Thailand started the war we never asked for. We don't want fights, we just want peace. We are not enemy, we are neighbor, a humans who deserve a safety and a future.